កាលគេមានបញ្ហាភ្លាមហ្នឹងខ្ញុំសែតគិតអីចេញអូទេហើយទៅហើយរីរដ្ឋាភិបាលគាត់កំពុងតែខិតខំហើយគាត់មិនទុកឲ្យយើងពិបាកទេ ស្ដីបងអីថ្ងៃនេះបងប្អូនវីដេអូយើងប្លែកតិចហើយបាទដោយសារតែមាន rapper ពីរនាក់មកកន្លែងជ្រុងពិសិដ្ឋបាទថ្ងៃនេះមកមានធ្លាក់អីគឺមិនអត់ទេខ្ញុំចង់មកលេងចង់មកឃើញពីទិដ្ឋភាពព្រោះខ្ញុំបានបាត់បង់ផ្ទះដូចគ្នាប៉ុន្តែខ្ញុំអត់ដែលមានពេលឆ្លៀតមកមើលទេ អូខេ ពេលថ្ងៃនេះយើងមានការងារត្រូវមកនេះទៅយើងឆ្លៀតចូលមកមើលផ្ទះ ហើយមានចំណាប់អារម្មណ៍មិនដែរពេលមកដល់ផ្ទាល់ទៀត គ្រាន់តែឃើញគ្រាន់តែមកដល់ភ្លាមទឹកអូលដើមកពីចងាយមកហើយបងគ្រាន់តែផ្លូវចូលក៏ខ្ញុំសង្វេគដែរ ហ្នឹងថាឡៃបងកាលមកដល់កន្លែងនេះទៅបងមកក៏ដូចគ្នា អានោះចង់យំអានោះចង់យំក្នុងឡាន តាំងនៅក្នុងឡានមិនតបានឃើញផ្ទះខ្ញុំចង់នេះបាទបង គ្រប់គ្រួល បាទបងនិយាយអញនិយាយថាខ្ញុំចិត្តតុនដែរវាច្រើនខ្ញុំឃើញអញ្ចឹងនេះដែរបង តែបើអារម្មណ៍មួយហ្នឹងវាបាក់ ប្រាប់ប្រាប់ ខ្ញុំពិបាកបញ្យល់ទៅអ្នកទាំងអស់គ្នាថាភូមិស្រុកភូមិយើងធ្លាប់តែមនុស្សអ៊ូអយើងកំពុងតែរីកចម្រើនយើងកំពុងដើរទៅមុខតែបើយើងបែកត្រឡប់មកក្រោយវិញយើងចាប់ផ្ដើមពីសូន្យទៅវិញអាហ្នឹងអ្នកទាំងអស់គ្នាសម័យមើលយើងធ្លាប់តែមានផ្ទះដេកដាក់ផ្សិនតិចដេកដល់ម៉ោងប៉ុន្មានក៏បានតែដល់ពេលឥឡូវអ្នកទាំងអស់គ្នាសម័យមើលនៅកន្លែងភាសឹកនេះក្តៅក៏ក្តៅផ្ទះយើងមានតែអញ្ចាំងបាំងភ្លៀងតែខ្ញុំមកនេះខ្ញុំមានអារម្មណ៍មួយថាវាទោះបីជាយើងមកនៅជួបជុំគ្នាមែនប៉ុន្តែវាអត់មានអារម្មណ៍មួយថាយើង វាផ្ទះខ្លួនឯងវាផ្ទះខ្លួនឯង មានអារម្មណ៍ថាសង្វេគមើលទៅដូចឯកោ យ៉ា ពីម្ទះទៅម្ទះដូចឯកោ ខោ បាទហើយណាមួយខ្ញុំមកកាលគេមានបញ្ហាភ្លាមហ្នឹងខ្ញុំសែតមកខ្ញុំសែតគិតអីចេញថាអូទេហើយទៅហើយយើងចប់ហើយ ហើយម្ដងគេមានបញ្ហាដំបងឡើយនៅព្រែកវាក្ដុងក្ដាំងបងទៅណាទៅបងធ្ងន់រហូត បាទ ដងថ្ងៃចុងក្រោយ ខ្ញុំឃើញវីដេអូបងឯងពេលខ្ញុំមើលដែរ ខ្ញុំគ្រាប់ដំបងក្រោយផ្ទះនេះ ឃើញហ្ម ខ្ញុំ ង ឃើញបយសកម្ម នេះ ឃើញបយសកម្ម ហើយមកនឹងរត់ចេញបានតែមួយថ្ងៃទេថ្ងៃទី11 12បងរត់ចូលទៅវិញទឹកស្តៀងឯទៅទៀត អូ បាទ អត់ទេបងបយខ្ញុំឃើញបយលះបង វិញលើបងមិនខ្លះហាននិយាយទៅក៏ខ្លះហាន បាទ ធ្វើម៉េចបើយើងទៅជួយគ្នាមក ត្រូវហើយបង ពួកខ្ញុំជួយអីអត់បានច្រើនទេបងខ្ញុំមានតន់ទៅអី មានតែដូចនិយាយថាជួយតាមជំនាញហ្ម ជួយ ង បានតាមជំនាញ តាមជំនាញហ្មង ខ្ញុំអាចប្រើសលេងខ្ញុំស្រែកបានប៉ុណ្ណាខ្ញុំស្រែកប៉ុណ្ណឹងអស់ពីចិត្តខ្ញុំ តែបត់ដែលចេញមួយវ៉ាន់ណូមានការផ្ទុះខ្លាំងហើយនឹងបត់ក្រោយក៏ដៃដែលរៀបរាប់ពីបឹងតគួន បាទ នឹងក៏មានការបន្តច្រើន បាទ នឹងនៅគ្រប់ពេលវេលាផ្ទះរៀងធ្លាប់រត់លេងនឹងគ្នាទោះផ្ទះយើងតូចតែវាមិនចង្អៀតក្តីសុខកើនឡើងមិនមាន បងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកយកអារម្មណ៍អ្នកទាំងអស់គ្នាមកដាក់ជាអារម្មណ៍មួយដែលកំពុងតែបាត់បង់ទាំងដែលគ្រប់យ៉ាងយើងសាងទៅរលូនហើយតែយើងត្រូវមកបាត់បង់ពាក់កណ្ដាលទីទៅយើងអត់បានត្រៀមខ្លួន ក្មេងប្រុសដែលកាន់នៅបឹងតគួនសក្រៀមធ្វើយើងបាត់ផ្ទះបាត់ដីអ្នកខ្លះទៅតែមានលុយ អារម្មណ៍មួយហ្នឹងវាសោកសៅពិបាកបញ្យល់ យ៉ា ហើយខ្ញុំថាសប្តាហ៍ថ្ងៃនេះគូសាដៃបាយ ប៉ាម៉ាក់ខ្ញុំនៅចរមភាសឹកហ្នឹងអ្នកទាំងអស់គ្នាមានតែស៊ូទ្រាំទេសង្ឃឹមថាពួកយើងនឹងឆ្លងផុតវគ្គមួយនេះខ្ញុំគិតថាសម្ដេចពុកអីគាត់ក៏ខិតខំដែររីរដ្ឋាភិបាលគាត់កំពុងតែខិតខំហើយគាត់មិនទុកឲ្យយើងពិបាកទេ មិនទុកឲ្យបាក់ពុយមិនដីមកពីពីពីទេ បាទបងមិនដីមួយឡានទេមួយឡាន បីច្រើនណាស់ ទេច្រើនណាស់បងប្អូន បាទ ហើយសួរថាខ្ញុំសោកសៅអត់ពេលមកពេលបាត់បង់យើងអ្នកទាំងអស់គ្នាអ្នកនៅនេះគឺសិតតែសោកសៅប៉ុន្តែអត់អាចធ្វើទឹកមុខសោកសៅដាក់ប្រាប់អ្នកទាំងអស់គ្នាទេគាត់មានតែ keep going ទៅមុខទៀតធ្វើម៉េចបើបាត់បង់ហើយត្រៀមចិត្តហើយបាត់បង់ហើយមានតែរោថ្មី បើយើងត្រូវដើរទៅមុខ បាទ ហ្នឹងហើយបង យើងអត់អាចនៅមួយកន្លែង មកអង្គុយ stress នៅមួយកន្លែងក៏អត់កើតដែរជីប្រងហើយព្យាយាមញញឹមព្យាយាមប្រឹងណា ខ្ញុំគិតថាបងខ្ញុំគិតថាខ្ញុំធ្វើបត់ជេរពួកអាសៀមហ្នឹងជេរហើយនិយាយពីស្រុកភូមិយើងជេរហើយនិយាយហើយច្រឡំជេរទៀតចុះ ជាប់លុបចេះ ចុះសិនចុះយើងធ្វើ អត់ បត់ ចង់ទៅតែមួយយ៉ាត់នេះដៃគាត់
ចេញបទទីផ្សារច្រើននេះបាទនិយាយទៅបែបហ្គេងរឿងកាត់ថយ បាទកាត់ថយ បទទីផ្សារច្រើន ផ្លូវចេញបែបខ្ជូតខ្ជូត shoot បាទ អ្វីដែលបងប្អូនធ្លាប់ឃើញប្រហែលបទចុងក្រោយនឹងមានទាំងអស់ ឃើញហើយឡើយបានឃើញហើយ